ប្រិមិត្តទស្សនិកជនសាកស្រមៃបន្តិចមើលតើវានឹងទៅជាយ៉ាងណាប្រសិនបើមានអ្នកជិតខាងម្នាក់ដែលមានព្រំរបងជាប់គ្នាស្រាប់តែថ្ងៃមួយគាត់ដើរចូលមកក្នុងផ្ទះរបស់យើងដោយគ្មានការអនុញ្ញាតមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងនាំមនុស្សចម្លែកពីខាងក្រៅយកកាមេរ៉ាមីក្រូហ្វូនមកថតផ្តិតរូបយករូបភាពនិងរៀបចំឈុតឆាកនៅក្នុងផ្ទះរបស់យើងដើម្បីយកទៅបរិហាគេយើងនៅខាងក្រៅទៀតតើបងប្អូនទទួលយកបានដែរឬទេនេះមិនមែនជារឿងប្រឌិតនៅក្នុងខ្សែភាពយន្តនោះទេតែវាជារឿងរ៉ាវពិតដែលកំពុងកើតឡើងយ៉ាងក្តៅគគុកនៅលើទឹកដីអូស្មាត់នៃព្រះរាជាណាចក្រកម្ពុជាយើងថ្មីនេះភាគីថៃបានធ្វើទង្វើមួយដែលពិភពលោកហៅថាការបំពានយ៉ាងកក្លឿនបំផុតដោយបានលួចនាំយកអ្នកសារព័ត៌មានបរទេសពិសេសពីបណ្ដាញផ្សព្វផ្សាយយក្សរបស់អូស្ត្រាលី ABC ចូលមកជន់ទឹកដីអធិបតេយ្យភាពរបស់កម្ពុជាដោយគ្មានការអនុញ្ញាតសូម្បីតែមួយម៉ាត់តើនៅពីក្រោយទង្វើដ៏ប្រហើននេះភាគីថៃមានរបាំងមុខឬចេតនាលាក់បាំងអ្វីខ្លះហេតុអ្វីបានជាក្រសួងព័ត៌មានកម្ពុជាចេញមុខប្រតិកម្មនឹងតវ៉ាយ៉ាងដាច់អហង្ការដល់កម្រិតនេះនៅថ្ងៃនេះយើងនឹងទៅស្វែងយល់លម្អិតជុំវិញព្រឹត្តិការណ៍ខាងលើនេះតើកម្ពុជាកំពុងទទួលរងគ្រោះពីល្បែងនយោបាយកខ្វក់នៃការប្រឌិតព័ត៌មាននៅលើឆាកអន្តរជាតិយ៉ាងដូចម៉េចខ្លះប្រិយមិត្តទស្សនិកជនតំបន់អូស្មាច់មិនមែនជាតំបន់គ្មានម្ចាស់មិនមែនជាតំបន់សនិងរឹតតែមិនមែនជាតំបន់ត្រួតស៊ីគ្នានោះទេអូស្មាច់គឺជាទឹកដីដែលស្ថិតនៅក្រោមអធិបតេយ្យភាពនិងបូរណភាពទឹកដីពេញលេញស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាដែលពិភពលោកទាំងមូលទទួលស្គាល់ប៉ុន្តែយោធាថៃហាក់បីដូចជាធ្វើខ្លួនមិនយល់អំពីច្បាប់ទម្លាប់អន្តរជាតិឬក៏ខ្លាចធ្វើជាភ្លេចពួកគេបាននាំជនបរទេសនិងអ្នកសារព័ត៌មានបរទេសដែលឆ្លងកាត់ចូលមកក្នុងតំបន់នេះធ្វើដូចជាដើរក្នុងសួនច្បារក្រោយផ្ទះរបស់ខ្លួនលោកទេពអស្នារិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានទម្លាយការពិតដ៏គួរឲ្យភ្ញាក់ផ្អើលថាទង្វើនេះត្រូវបានធ្វើឡើងដោយគ្មានការជូនដំណឹងឬគ្មានការសុំអនុញ្ញាតជាមុនពីអាជ្ញាធរកម្ពុជាដែលកំពុងឈរជើងការពារទឹកដីនៅតំបន់នោះឡើយសាកគិតមើលក្នុងនាមជារដ្ឋអធិបតេយ្យភាពមួយសូម្បីតែប្រជាពលរដ្ឋធម្មតាដែលឆ្លងកាត់ព្រំដែនក៏មានលិខិតឆ្លងដែនមានការត្រួតពិនិត្យនិងមានការអនុញ្ញាតយ៉ាងត្រឹមត្រូវផងដែរចូលទម្រាំជាសកម្មភាពរបស់កងកម្លាំងយោធាថៃដែលនាំអ្នកសារព័ត៌មានអន្តរជាតិចូលមកធ្វើសេចក្តីរាយការណ៍នៅលើទឹកដីយើងតើនេះមិនមែនជាការទះកំភ្លៀងយើងនិងជាការប្រមាថមាក់ងាយដល់អធិបតេយ្យភាពជាតិរបស់កម្ពុជាឬទេនៅពេលដែលយើងនិយាយអំពីបញ្ហាព្រំដែនយើងមិនអាចនិយាយបានតែអារម្មណ៍បានទេយើងត្រូវនិយាយអំពីច្បាប់អ្នកនាំពាក្យទេពអស្នារិទ្ធបានទាញយកច្បាប់កម្ពុជារបស់ពិភពលោកមកបញ្ជាក់ច្បាស់នោះគឺធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា2វគ្គខណ្ឌទី4តើច្បាប់នេះចែងយ៉ាងដូចម្តេចច្បាប់នេះបានចែងយ៉ាងច្បាស់ដោយថ្ងៃថារដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ចគោរពបូរណភាពទឹកដីនិងឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃការដែលយោធាថៃអូសទាញអ្នកសារព័ត៌មាន ABC ចូលមកទឹកដីកម្ពុជាដើម្បីថតយករូបភាពតាមការចង់បានរបស់ខ្លួនគឺជាការបំពានដោយផ្ទាល់ទៅលើមាត្រានេះភាគីថៃមិនមានសិទ្ធិឬយុត្តិធម៌ផ្លូវច្បាប់ណាមួយសូម្បីតែប៉ុនក្រចកដៃក្នុងការចុះមកធ្វើសកម្មភាពយោធាឬក៏ដើរតួជាអ្នកនាំផ្លូវអ្នកកាសែតបរទេសមកធ្វើសេចក្តីរាយការណ៍នៅលើទឹកដីរបស់កម្ពុជានោះឡើយទង្វើនេះមិនមែនជាការច្រឡំផ្លូវមិនមែនជាការវង្វេងទិស
តែជាទង្វើដែលត្រូវបានរៀបចំទុកជាមុនយ៉ាងគិតគូរចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតបងប្អូនប្រហែលជាសួរថាហេតុអ្វីបានជាថៃមិននាំអ្នកកាសែតក្នុងស្រុករបស់ខ្លួនឯងតែបែរជាខិតខំលួចនាំអ្នកកាសែតបរទេសដូចជាបណ្ដាញផ្សព្វផ្សាយអូស្ត្រាលី ABC ចូលមកតំបន់អូស្មាច់ទៅវិញចម្លើយគឺសាមញ្ញតែបង្កប់នៅពឹសពុលយ៉ាងខ្លាំងអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជាបានវែកមុខចេតនានេះយ៉ាងច្បាស់ថានេះគឺជាការរៀបចំឡើងដោយមានចេតនានយោបាយច្បាស់លាស់ពីភាគីថៃដើម្បីបង្កើតជារូបភាពអវិជ្ជមាននិងបង្កាច់បង្ខូចកិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិនៅក្នុងយុគសម័យសង្គ្រាមព័ត៌មានការបង្កើតទិដ្ឋភាពប្រឌិតនៅលើទឹកដីជាក់ស្ដែងគឺជាអាវុធដ៏មុតស្រួចដោយសារតែតំបន់ព្រំដែនតែងតែមានភាពរសែបដូចជាបញ្ហាពលករបញ្ហាសន្តិសុខឬការចោទប្រកាន់នានាពីសហគមន៍អន្តរជាតិភាគីថៃអាចនឹងប្រើប្រាស់វត្តមានរបស់អ្នកកាសែតបរទេសទាំងនេះដើម្បីកំណត់ទិសដៅព័ត៌មានទៅតាមការចង់បានរបស់ខ្លួនពួកគេអាចចង្អុលប្រាប់អ្នកកាសែតថាទៅមើលចោះនេះជាកំហុសរបស់កម្ពុជាទាំងដែលពួកគេកំពុងឈរជន់នៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់របាយការណ៍ខ្លឹមសារឬរូបភាពទាំងឡាយណាដែលផលិតចេញពីសកម្មភាពដ៏ងងឹតងងល់នេះគឺសុទ្ធសឹងជាផ្លែឈើដែលកើតចេញពីដើមឈើពុលហេតុនេះហើយបានជាក្រសួងព័ត៌មានកម្ពុជាបានប្រកាសបដិសេធចោលទាំងស្រុងនៅរដ្ឋព័ត៌មានទាំងនោះព្រោះវាគ្មានតម្លៃជាព័ត៌មានពិតប្រាកដនោះទេតែវាជាល្ខោននយោបាយដែលថៃជាអ្នកសរសេរ script និងជាអ្នកដឹកនាំរឿងរ៉ាវគួរឲ្យហួសចិត្តបំផុតនោះនេះមិនមែនជាលើកទី1ទេលោកទើបអាសនារិទ្ធបានរំលឹកឲ្យដឹងកន្លងមកថាកម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិធ្លាប់បានបញ្ជូនកំណត់ទូតតវ៉ាយ៉ាងដាច់អហង្ការរួចហើយចំពោះភាគីថៃដែលធ្លាប់បាននាំអ្នកសារព័ត៌មាននិងអនុព័ន្ធយោធាចូលទៅកាន់តំបន់អូស្មាច់នេះតើការចេញកំណត់ទូតមានន័យយ៉ាងដូចម្តេចនៅក្នុងភាសាទូតការចេញកំណត់ទូតតវ៉ាគឺជាការព្រមានកម្រិតខ្ពស់រវាងរដ្ឋនិងរដ្ឋកម្ពុជានិងថៃមានយន្តការព្រំដែនទ្វេភាគីជាច្រើនមានគណៈកម្មការព្រំដែនមានកិច្ចប្រជុំថ្នាក់ខេត្តថ្នាក់តំបន់និងថ្នាក់ជាតិប៉ុន្តែការដែលភាគីថៃនៅតែបន្តបិទភ្នែកធ្វើថ្លង់លួចឆ្លងដែនដោយឯកតោភាគីនេះវាបង្ហាញច្បាស់អំពីការមើលស្រាលទៅលើច្បាប់អន្តរជាតិការបំពានយ៉ាងធ្ងន់ធ្ងរទៅលើពិធីការទូតនិងការបំផ្លាញទំនុកចិត្តរវាងប្រទេសទាំងពីរដែលខិតខំកសាងកន្លងមកទោះបីជាកម្ពុជាជារដ្ឋដែលស្រឡាញ់សន្តិភាពនិងតែងតែខិតខំថែរក្សាទំនាក់ទំនងល្អក្នុងនាមជាអ្នកជិតខាងក៏ដោយប៉ុន្តែមេត្រីភាពមិនមែនមានន័យថាអនុញ្ញាតឲ្យគេមកជន់ឈ្លីអធិបតេយ្យភាពនោះទេកម្ពុជាបានបង្ហាញជំហរយ៉ាងរឹងមាំនិងដាច់អហង្ការបំផុតដោយទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅទង្វើបំពានដែលគ្មានការទទួលខុសត្រូវនេះទឹកដីកម្ពុជាមិនមែនជាឧបករណ៍ឬជាស្ទូឌីយោសម្រាប់ភាគីណាមួយយកទៅប្រើប្រាស់ដើម្បីផលិតព័ត៌មានคล้ายៗកេងចំណេញផលប្រយោជន៍នយោបាយផ្ទាល់ខ្លួននោះទេជាចុងក្រោយក្រសួងព័ត៌មានកម្ពុជាបានផ្ញើសារយ៉ាងមុតស្រួចទៅកាន់សហគមន៍អន្តរជាតិនិងសាធារណជនទាំងអស់សារនេះគឺសូមមេត្តាបើកភ្នែកឲ្យទូលាយពិចារណាឲ្យបានល្អិតល្អន់ផ្អែកទៅលើមូលដ្ឋាននៃការពិតនិងច្បាប់អន្តរជាតិកុំបណ្ដោយឲ្យខ្លួនធ្លាក់ចូលទៅក្នុងអន្ទាក់ឬឧបាយកលទុច្ចរិតដែលរៀបចំដោយភាគីថៃក្នុងការប្រឌិតព័ត៌មាននៅលើទឹកដីកម្ពុជាប្រិយមិត្តទស្សនិកជនព្រំដែនជាអាយុជីវិតរបស់ជាតិអធិបតេយ្យភាពមិនអាចយកមកលេងសើចបាននោះទេទង្វើរបស់ភាគីថៃនៅក្នុងតំបន់អូស្មាច់នៅពេលនេះគឺជាមេរៀនមួយដែលប្រាប់យើងថាក្នុងនាមជាពលរដ្ឋខ្មែរ
យើងត្រូវតែតាមដានឲ្យដិតដល់យល់ដឹងអំពីច្បាប់អន្តរជាតិនិងរួមគ្នាឈរនៅពីក្រោយរដ្ឋាភិបាលដើម្បីការពារជាតិនិងការពារកិត្តិយសរបស់ជាតិយើងនៅលើឆាកអន្តរជាតិកុំឲ្យព័ត៌មានប្រឌិតមកបំផ្លាញការពិតរបស់កម្ពុជាឲ្យសោះអរគុណចំពោះការតាមដានទស្សនាតាមពីដែនដល់ចប់ជួបគ្នានៅវីដេអូក្រោយបន្ត